ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតចង់បង្ហាញអ្នកទាំងអស់គ្នាអំពីការប្រើ comment basic UB2 ដើម្បីចូលទៅកាន់វាបានគឺយើងចូលទៅកាន់ visual box របស់យើងយកពាក្យថា start ហើយឡើងនេះវាកំពុងតែដើរឲ្យយើងគឺយើងរងចាំវាបន្តិចហើយចូលមកដល់កន្លែងនេះគឺយើងវាយuser របស់យើងឈ្មោះរបស់យើងមកហើយកន្លែង password នេះគឺវាអត់សូវបង្ហាញឲ្យយើងទេយ៉ាអញ្ចឹងចូលមកដល់កន្លែងនេះយើងត្រូវប្រើ comment បន្ទាប់ទៀតគឺ comment IP ហើយ A ហើយ comment នេះយើងប្រើដើម្បីអីយើងហៅaddress ដើម្បីចូលទៅកាន់ប្រើនៅក្នុង Windows PowerShell យើងចូលមកកាន់ Windows PowerShell របស់យើងហើយជាបន្ទាប់ទៀតនៅពេលដែលយើងចូលទៅកាន់ Windows PowerShell របស់យើងហើយគឺអ្នកនរគ្នាប្រើជាមួយនឹង IP address ដែលយើងបានហៅជាមួយនឹង comment IP A មួយហ្នឹងអញ្ចឹងដល់កន្លែងនេះគឺយើងវាយcomment មួយថា ping ហើយតើមកយើងយក address ដែលយើងបានហៅហ្នឹងគឺយកមកដាក់ក្នុងហ្នឹងមកអញ្ចឹងចូលមកដល់កន្លែងនេះអ្នកនរគ្នាវាយ comment មួយថា ping 172.20.10.2 comment ហ្នឹងហើយច្រឡំ IP ហ្នឹងគឺជា IP ដែលយើងបានហៅនៅក្នុងvisual box ដែលយើងបានវាយ comment IPA ឲ្យអ្នកនរគ្នាអញ្ចឹងយើងវាយអញ្ចឹងមកហើយបន្តមកយើង enter ទៅវានឹងធ្វើការ generate វានឹងធ្វើការឲ្យយើងឲ្យអ្នកនរគ្នានេះអ្នកនរគ្នាហើយជាបន្ទាប់ទៀតគឺយើងវាយ comment ដើម្បី connect SSH របស់យើងហ្នឹងគឺយើងវាយ comment មួយថា SSH ហើយ user របស់យើងគឺអ្នកនរគ្នាមាន user ដែលអ្នកនរគ្នាបានដាក់ហ្នឹងគឺអ្នកនរគ្នាវាយចូលមកអញ្ចឹងរបស់ខ្ញុំSSH lily add ហើយ IP address ដែលយើងបានហៅមិញហ្នឹងយ៉ាអញ្ចឹងចូលមកដល់កន្លែងនេះវាសួរយើងថាយើងចង់បន្ត connect on អញ្ចឹងកន្លែងនេះយើងវាយពាក្យថា yes មកចាហើយយើងធ្វើការ enter ទៅហើយយើងកន្លែងនេះក៏ដូចគ្នាដែរយើងត្រូវការវាយ password របស់យើងអញ្ចឹងចូលមកដល់នេះយើងត្រូវវាយ comment មួយទៀតcomment ហ្នឹងគេហៅថាcomment សួរឈ្មោះរបស់យើងអញ្ចឹងយើងកន្លែងនេះយើងវាយពាក្យថា who am I comment សួរឈ្មោះរបស់យើងញ៉ាហើយចូលមកដល់កន្លែងនេះគឺវាយ comment មួយពាក្យថា PWD មានន័យថា present working directoryតោះអញ្ចឹងដល់កន្លែងនេះដោយសារតែ comment ខាងលើខ្ញុំវាយខុសខ្ញុំច្រឡំដាក់ពាក្យថា ATP អញ្ចឹងខ្ញុំវាយ comment ម្ដងទៀតខ្ញុំដាក់ថា sudo apt លើខ្ញុំដាក់ ATP អញ្ចឹងវាខុសគ្នាអញ្ចឹងកន្លែងនេះខ្ញុំដាក់ថា sudo apt update យើងធ្វើការ enter មកអញ្ចឹងកន្លែងនេះយើងធ្វើការរងចាំវាមករៀងមកស្ទុះដែរអ្នកនរគ្នាឲ្យវាដើរស្រួលទៅយ៉ាអញ្ចឹងចូលដល់ comment មួយទៀតអ្នកនរគ្នាវាយថា sudo វាយដូចគ្នាគ្រាន់តែវាខុសមួយ update មួយ upgrade ចាអ្នកនរគ្នាអញ្ចឹងកន្លែងនេះយើងវាយពាក្យថា upgrade អញ្ចឹងវាយពាក្យថា sudo
apt upgrade ហើយអ្នកនរគ្នាធ្វើការ enter មកគឺវានឹងសួរអ្នកនរគ្នាដែរថាអ្នកនរគ្នាចង់ continue ឬក៏អត់បើសិនអ្នកនរគ្នាចង់ continue អ្នកនរគ្នាវាយពាក្យថា why ហ្នឹងគឺវាធ្វើការឲ្យអ្នកទាំងអស់គ្នាហើយអញ្ចឹងកន្លែងនេះយើងត្រូវការរងចាំវារៀងយូរដែរអ្នកទាំងអស់គ្នាអញ្ចឹងនៅចូលដល់កន្លែងនេះអ្នកនរគ្នាធ្វើការចាំវារៀងយូរដែរយ៉ាងអ្នកនរគ្នាហើយនៅពេលដែលវាដើរពេញអ្នកនរគ្នានឹងធ្វើការវាយ comment ជាបន្តបន្ទាប់ទៀតអញ្ចឹងចូលមកដល់ comment នេះគឺ comment touch មានន័យថា touch ហ្នឹងយើងប្រើវាដើម្បីបង្កើត file អញ្ចឹង comment ខាងលើគឺខ្ញុំសូមវាយម្ដងទៀតគឺ touch sv 2.6ហើយចូលមកដល់កន្លែងនេះខ្ញុំវាយពាក្យថា ls list ហើយវានឹងសូចេញពាក្យថា 2.6 ឲ្យយើងហើយចង់ចូលដល់ comment នេះគឺយើងវាយ comment print មកវាយើងវាយ comment ថា echo hello world I hi sv6 please send video អញ្ចឹងវាចេញឲ្យយើងអញ្ចឹងនៅក្រោមនេះគឺយើងវាយ comment មួយទៀតគឺ comment ls.l ចាំមានថា comment នេះគឺ comment ច្រឡំតិចយ៉ាអ្នកនរគ្នាហើយជាបន្ទាប់ទៀតគឺខ្ញុំ clear screen មួយដើម្បីឲ្យវា clean ដោយសារតែវារៀងញ៉ៃពេកយ៉ាអ្នកនរគ្នាអញ្ចឹងចូលមកដល់ comment មួយទៀតខ្ញុំវាយពាក្យថា ls.lh មានន័យថាយើងទៅឡើងមុខនេះឲ្យវាយ៉ាហើយជាបន្ទាប់ទៀតគឺយើងត្រូវវាយ comment មួយទៀតថា making directory យើងវាយពាក្យថា making directory sv 2.6 យើងដាក់ពាក្យនៅក្នុងថា folder ហើយបើយើងចង់ឃើញវាយើងត្រូវវាយ comment មួយទៀតអញ្ចឹងខ្ញុំសូមធ្វើការវាយប៉ុណ្ណេះសិនហើយខ្ញុំ enter ទៅខ្ញុំវាយពាក្យថា ls ls/ln អញ្ចឹងនេះគឺជា folder ដែលយើងចង់ឃើញវាយ៉ាហើយជាចុងក្រោយវីដេអូគឺយើងវាយថា sudo shutdown
ចឹងចូលមកដល់ចុងវីដេអូនេះអ្នកនរគ្នាគឺយើងវាយ comment shutdown វាអញ្ចឹង comment shutdown យើងវាយពាក្យថា sudo shutdown now ចឹងនៅពេលដែលយើងវាយcomment ខាងលើយើងហើយយើងវាយ password របស់យើងមកចឹងសម្រាប់ password គឺខ្ញុំបានវាយខុសអញ្ចឹងខ្ញុំវាយម្ដងទៀតអញ្ចឹងវីដេអូនោះមានតែប៉ុណ្្នឹងទេអ្នកនរគ្នាសូមអរគុណ